ឆ្លងកាត់សម័យកាលរាប់ពាន់ឆ្នាំតើប្រជាជនចិនក៏ដូចជាត្រកូលជូកដែលជាកូនចៅរបស់ជូកលាំងរក្សាឈ្មោះត្រកូលរបស់គេបានដោយរបៀបណាមុននឹងនិយាយពីចំណុចនេះខ្ញុំសូមរំលឹកទៅសម័យសាមកុកបន្តិចសិននៅសម័យសាមកុកឬមុនសម័យសាមកុកបរិសុទ្ធជនជាតិចិនម្នាក់មានឈ្មោះយ៉ាងតិច2ទៅ3បើតំណែងកាន់តែខ្ពស់ឬព្រះចៅអធិរាជមានឈ្មោះរហូតដល់5ឈ្មោះទាំងនោះត្រូវបានបែងចែកដូចជា1ឈ្មោះពិតឬឈ្មោះកំណើតមិនប្រុសសម័យនោះបន្ទាប់ពីកើតបាន3ខែឪពុកម្ដាយនឹងដាក់ឈ្មោះឲ្យដែលគេហៅថាឈ្មោះកំណើតឈ្មោះកំណើតនេះប្រើសម្រាប់ម្ចាស់ខ្លួនហៅខ្លួនឯងឬឪពុកម្ដាយឬអ្នកនៅក្នុងគ្រួសារហៅតែប៉ុណ្ណោះយូរម្ដងក៏មានចាស់ទុំឬអ្នកដែលមានឋានៈខ្ពស់ហៅផងដែរប៉ុន្តែការដែលអ្នកដែលមានឋានៈស្មើគ្នាឬអ្នកខាងក្រៅហៅឈ្មោះកំណើតនេះគឺជារឿងមួយដែលមិនផ្ដល់កិត្តិយសឲ្យជារឿងមួយដែលមិនគោរពឬក៏មើលងាយបាទសូមលើកឧទាហរណ៍ករណីជូកលាំងបាទជូកលាំងឈ្មោះកំណើតរបស់គាត់គឺលាំងដែលឪពុកម្ដាយរបស់គាត់ដាក់ឲ្យដូច្នេះសម្រាប់មនុស្សទូទៅដែលហៅគាត់ថាជូកលាំងគឺជាការប្រមាថចំពោះគាត់បាទអញ្ចឹងហើយនៅក្នុងរឿងគេកម្រនឹងហៅគាត់ជូកលាំងណាទី2ឈ្មោះហៅក្រៅឬឈ្មោះគួរសមនៅពេលដែលបរិសុទ្ធឈានចូលដល់អាយុ20ឆ្នាំពួកគេនឹងត្រូវបានដាក់ឈ្មោះមួយទៀតដែលឈ្មោះថ្មីនោះត្រូវបានដាក់ដោយខ្លួនឯងឬដោយគ្រូឬដោយសាច់ញាតិណាមួយឈ្មោះថ្មីនេះប្រើសម្រាប់ឲ្យមិត្តភ័ក្តិមករួមការងារឬមនុស្សទូទៅហៅជាការគោរពជាការគួរសមចំពោះម្ចាស់ឈ្មោះឧទាហរណ៍ករណីជូកលាំងឈ្មោះទី2របស់គាត់គឺខុងមីងសូមបញ្ជាក់ថាឈ្មោះកំណើតនិងឈ្មោះទី2ភាគច្រើនគឺមានអត្ថន័យប្រហាក់ប្រហែលគ្នាឬក៏មានអត្ថន័យដែលជាខ្សែស្រឡាយជាមួយគ្នាបាទដោយករណីជូកលាំងគឺឈ្មោះលាំងគឺមានន័យថាពន្លឺឬក៏ភ្លឺស្វាងចំណែកមីងគឺមានន័យថាភ្លឺច្បាស់ឬក៏ច្បាស់លាស់ទី3ឈ្មោះដែលប្រើសម្រាប់ជារហស្សនាមវាជាឈ្មោះដែលម្ចាស់ខ្លួនដាក់ឲ្យខ្លួនឯងឬអ្នកដទៃដាក់ឲ្យការដាក់រហស្សនាមនេះគឺយោងទៅលើអត្តចរិតទេពកោសល្យជំនាញឬទីកន្លែងរស់នៅក៏ដូចជាចំណង់ចំណូលចិត្តរបស់បុគ្គលនោះឧទាហរណ៍ជូកលាំងរហស្សនាមរបស់គាត់គឺវ៉ាឡុងដែលខ្មែរយើងនិយាយថានាគដេកបងប្អូនតាមពិតទៅនាគដេកនេះគឺមិនមែននាគដេកដូចយើងដេកយកដេកទេអញ្ចឹងទេបាទនាគដេកនេះគឺដេកសំងំបងប្អូនក្នុងន័យពាក្យថាសំងំបាទអញ្ចឹងហើយដោយសារតែគាត់រស់នៅលើភ្នំនាគដេកហើយគាត់គឺជាមនុស្សដែលមានសមត្ថភាពខ្ពស់ប៉ុន្តែគាត់បែរជាលាក់ខ្លួនដូច្នេះក៏ត្រូវបានគេដាក់ថានាគដែលកំពុងតែសំងំរងចាំឱកាសមកដល់ទី4គឺឈ្មោះមុខងារឬតំណែងបាទសម្រាប់អ្នកដែលមានមុខងារឬតំណែងគេមានឈ្មោះរបស់គេមួយផ្សេងទៀតបាទទី5ឈ្មោះមរណៈឈ្មោះមរណៈនេះគឺប្រើសម្រាប់តែព្រះចៅអធិរាជឬក៏បុគ្គលដែលមានតំណែងធំជាមន្ត្រីដែលមានតំណែងធំជាដើមបាទអញ្ចឹងហើយនៅពេលដែលស្ដេចសោយទីវង្គតឬក៏មន្ត្រីស្លាប់គឺគេនឹងមានឈ្មោះមួយទៀតបន្ទាប់ពីស្លាប់បាទតកតងជាមួយនឹងឈ្មោះតំណែងនិងឈ្មោះមរណៈនេះក៏មិនសូវជាខុសគ្នាជាមួយនឹងនៅស្រុកយើងដែរបងប្អូនបាទខ្ញុំសូមបញ្ជាក់ថានៅសម័យបុរាណក្នុងប្រទេសចិនប្រជាជនមិនអាចចេះតែហៅឈ្មោះស្ដេចបានទេការដែលហៅឈ្មោះស្ដេចនឹងត្រូវបានប្រហារជីវិតព្រោះថាប្រជាជនអាចហៅត្រឹមតែឈ្មោះនៅពេលដែលទ្រង់ឡើងសោយរាជ្យបាទព្រោះថាឈ្មោះពីកំណើតគឺមិនអាចប្រើហៅបានទេបាទអញ្ចឹងពេលដែលទ្រង់ឡើងសោយរាជ្យនឹងមានឈ្មោះទ្រង់មួយទៀតតែឡើងខ្ពស់បានមកដល់ណាតើអ្នកមានរស័យខ្ពស់មកដល់ណាមែនទេអង្គតែនៅឯគេអង្គយើងមើលសូយ៉ាអូនេះវ៉ាវបាមានប្រាស្អាហើយមានផ្សេងទៀតវល់អត់ចាច្រើនស្មារតីជាតិរឿងយើងដឹងអត់ទេ